ហាក់ដូចជាកំពុងជេរគ្នាយ៉ាងស្អីរបស់ Sensei គឺប្រងើយគាត់ហើយរៀនខ្ញុំឲ្យស្គាល់តារានេះក៏ Fu Zhen Yeo ងក់ក្បាលកុំធ្វើបាបគាត់ច្រើនពេកអីមីងខ្ញុំត្រូវចេញទៅក្រៅថ្ងៃនេះស៊ីងយ៉ាងសូមថែរក្សាសេនជីយីមិនបានឆ្លើយទេហើយបានត្រឡប់ទៅស៊ីវិញឃើញដល់សិនស៊ីងនាពេលនេះសិនជីយីបានមើលអ្វីដែលយ៉ាវនិយាយគុំនៅសម្ភារៈទេនៅលើតុគាត់កាន់តែមានការសង្ស័យចំពោះ Fu Zhen ការយកកូននេះទៅចិញ្ចឹមរបស់យ៉ាវគឺដោយសារហេតុផលពិសេសធ្វើវានៅព្រឹកបន្ទាប់ជីយីបានទៅក្រុមហ៊ុនច្បាប់ដើម្បីជួយលីវីបានលាបត្រដាងឯកសារទាំងអស់មេធីវីលីនបានអានចប់នៅលើតុ Fu Zhen យ៉ាវងក់ក្បាលបន្ទាប់ពីទទួលបានសម្ភារៈការចុះឈ្មោះកូនរបស់អ្នកដោយគ្មានការអនុញ្ញាតឈ្មោះនេះបង្កើតបានជាការចិញ្ចឹមកូនខុសច្បាប់ទោះបីជាអ្នកអាចមេធីវីលីនបានក៏ដោយគ្រូបានជំរុញផែនការទៅមុខប៉ុន្តែអ្នកឥឡូវនេះកុមារមានអំណាចស្របច្បាប់ហើយប្រសិនបើម្ដាយរបស់អ្នកលែងលះគ្នាអ្នកប្រហែលជាត្រូវសិនជីទទួលយកកាត់ប្រកិច្ចចិញ្ចឹមកូនតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំត្រូវការពេញទីសម្រាប់យ៉ាងដើម្បីលុបចោលច្បាប់តើវាជាភស្តុតាងដែលបង្ហាញថាដំណើរការសុំទើមួយចំនួនខ្លួនទទួលយកជំរឿនទី2តែកុមារស្នើសុំដំណោះស្រាយយ៉ាងសកម្មជាក់ស្ដែងទំនាក់ទំនងតទី2គឺជាទំនាក់ទំនងប្រសិនបើវាត្រូវបានបដិសេធនោះនឹងមានបញ្ហាមួយទៀតឥឡូវនេះមេធីវីប្រឆាំងកំពុងដាក់ពាក្យលែងលះពួកគេពិតជានឹងទទួលខុសត្រូវក្នុងការបោះបង់ចោល Sensei បានសរសេរអត្ថបទមួយ Fu Zhen Yeo ពិតជាមិនចេះនិយាយគាត់បានដាក់អន្ទាក់ដ៏ធំមួយប្រសិនបើគាត់ទទួលយកវាគាត់នឹងត្រូវទទួលយក Sensei ពួកគេនឹងត្រូវកោតទោសដោយមតិសាធារណៈលងទឹកប៉ុន្តែ Sensei មិនមែនជាប្រភេទមនុស្សដែលជាប់គាំងនោះទេគាត់បានឈរនៅលើភ្លើបន្ទាប់ពីចាក់ចេញគាត់បានគិតច្បាប់ពីវាអស់រយៈពេលយូរហើយបន្ទាប់មកខ្ញុំបានទៅការិយាល័យរដ្ឋបាលជួយយកវងបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅមេធីវីសេនខ្យល់អ្វីនាំអ្នកមកទីនេះខ្យល់បក់មកយ៉ាងសន្ធោសន្ធៅហើយសិនហ្វីយីញ៉ាំមកទីនេះដើម្បីពិគ្រោះជាមួយនាយកវងខ្ញុំមានសំណួរមួយប្រសិនបើនរណាម្នាក់ចង់ដោះលែងតើនីតិវិធីអ្វីខ្លះដែលត្រូវការដើម្បីលះបង់